នេះគឺជាតាក្មេងរបស់ខ្ញុំគាត់អាយុ90ហើយអ្នកទាំងអស់គ្នាតែកម្លាំងគាត់នៅខ្លាំងមែនទែនគឺគាត់ធ្វើស្រែតែម្នាក់ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់វិលជួបគ្នាជាថ្មីជាមួយនៅវីដេអូរបស់ខ្ញុំវីដេអូនេះអ្នកទាំងអស់គ្នាគឺមនុស្សចាស់ជរាអ្នកទាំងអស់គ្នានៅទីនេះសុទ្ធតែធ្វើចំការនិងធ្វើស្រែឯនាពេលឥឡូវនេះបច្ចុប្បន្នគេកំពុងតែប្រមូលផលស្រូវសាលីអ្នកទាំងអស់គ្នាតាមពិតខ្ញុំអត់ស្គាល់ថាជាអីដែរខ្ញុំឃើញដូចស្រូវអញ្ចឹងហើយទៀបទូអញ្ចឹងណាដល់ពេលខ្ញុំសួរប្តីខ្ញុំទៅថានេះជាស្រូវសាលីនៅស្រុកនេះអ្នកទាំងអស់គ្នាពេលដែលគេធ្វើដាំអ្វីគឺគេដាំស្រុកគ្នាណាពេលគេដាំស្រូវសាលីទាំងអស់ពេលគេដាំពោតទាំងអស់គ្នាហើយសុទ្ធតែមនុស្សចំណាស់អ្នកធ្វើអ្នកទាំងអស់គ្នាបើមនុស្សវ័យជំទង់គេទៅធ្វើការឬក៏មានមុខរបរផ្ទាល់ខ្លួនអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែបើតាមខ្ញុំឃើញគឺសុទ្ធតែមនុស្សចំណាស់ដូចជាម៉ែក្មេកខ្ញុំជាដើមអ្នកទាំងអស់គ្នាគាត់អាយុ60ហើយតែចំការគ្រប់កន្លែងគឺគាត់ធ្វើតែម្នាក់ឯងទេតែអ្នកទាំងអស់គ្នាឆ្ងល់អត់ថាហេតុអ្វីមនុស្សចាស់នៅទីនេះសុខភាពមាំមួនម្លេះវ័យចំណាស់ច្រើនហើយប៉ុន្តែនៅអាចធ្វើចំការធ្វើស្រែបានទៀតពួកគាត់សពថ្ងៃធ្វើចំការដាំបន្លែដាំស្រូវទទួលផលហូបនៅផ្ទះខ្លួនឯងដោយមិនបានចំណាយប្រាក់ទៅទិញទេដូចជាម៉ែក្មេកខ្ញុំអញ្ចឹងដាំស្រូវសាលីដាំសណ្តែកដីហើយសណ្តែកដីនោះក៏គាត់យកមកធ្វើប្រេងឆាដើម្បីបរិភោគក្នុងផ្ទះអញ្ចឹងណាតែគាត់ធ្វើម្ដងគឺហូបពេញមួយឆ្នាំសម្រាប់គ្រួសារខាងម៉ែក្មេកខ្ញុំហើយនឹងបងថ្លៃខ្ញុំពេលដែលគេប្រមូលផលអ្នកនរគ្នាគឺគេក្រាបពេញផ្លូវបែបនេះហើយឲ្យឡានម៉ូតូជីកាត់ណាដល់ពេលជីកាត់ទៅជ្រូកក្របស្រូវមកទៅគេប្រមូលមកតង់ទៀតចម្លែកអ្នកទាំងអស់គ្នាខ្ញុំមិនដែលឃើញទេប៉ុន្តែនៅទីនេះគេធ្វើបែបនេះគឺតំបន់ណាក៏ដោយផ្លូវណាក៏គេមានក្រាស្រូវនឹងដែរហើយខ្ញុំសូមសរសើរមនុស្សចាស់នៅទីនេះមែនតើអ្នកទាំងគ្នាសុខភាពមាំមួនណាស់ហើយអ៊ំស្រីម្នាក់នេះលោកយាយគាត់ជរាហើយមើលទៅដូចជាអាយុ90ជាងហើយអ្នកទាំងអស់គ្នានេះគឺជាតាក្មេករបស់ខ្ញុំគាត់អាយុ90ហើយអ្នកទាំងអស់គ្នាតែកម្លាំងគាត់នៅខ្លាំងមែនទែនគឺគាត់ធ្វើស្រែតែម្នាក់ឯងអ្នកទាំងអស់គ្នាហើយក៏គាត់យកមកក្រាលលើផ្លូវបែបនេះហើយខ្ញុំឃើញពិតជាវ៉ាវមែនទែនអ្នកទាំងអស់គ្នាពីទស្សនភាពមនុស្សចាស់នៅទីនេះគាត់ធ្វើស្រែចម្ការដល់ថ្នាក់អាយុ90ហើយពួកគាត់នៅតែមានកម្លាំងកំហែងសុខភាពមាំមួនសម្រាប់ធ្វើស្រែធ្វើចម្ការទៀតពេលដែលខ្ញុំឃើញបែបនេះមានអារម្មណ៍ថាវ៉ាវមែនតើអ្នកទាំងអស់គ្នាហើយតំបន់នេះគឺសុទ្ធតែតំបន់ធ្វើស្រែធ្វើចម្ការអ្នកទាំងអស់គ្នាគឺគេធ្វើស្រុកគ្នាណាទឹកដីនៅទីនេះធំណាស់គឺសុទ្ធតែស្រែឯចម្ការខ្លះក៏មានពោតខ្លះអញ្ចឹងណាអ្នកទាំងអស់គ្នាដីនៅទីនេះធំល្វឹងល្វើយណាខ្ញុំនៅខេត្តអ្នកទាំងអស់គ្នាបែបនេះហើយទៅមានស្រូវជាច្រើនស្រូវខ្លះក៏ប្រជាជនគាត់អត់ទាន់បានច្រូតអញ្ចឹងណាអ្នកទាំងអស់គ្នា